រងវត្ថុធាតុដើមដើម្បីធ្វើស្ករបករូបចាគឺថានេះដូចដែលខ្ញុំបានធ្វើវីដេអូពីសកម្មភាពរបស់អ្នកខ្ញុំដើម្បីទៅរកវត្ថុធាតុដើមដើម្បីធ្វើស្ករបករូបធម្មជាតិរបស់អ្នកខ្ញុំនេះឥឡូវវាកំពុងតែធ្វើដំណើរតាមផ្លូវហើយនិយាយពីថាឆ្កាដៃឆ្កាជើងព្រោះតែឃើញទេសភាពស្អាតអស់អញ្ចឹងក៏ប្រាប់កាមេរ៉ាមែនថាកុំវិលទេសភាពឲ្យមិនបានទស្សនាផងហើយសារតែគ្នាអ្នកដែលគាត់តាមក្រូចឆ្មាហ្នឹងគឺនៅចិត្តទៀតឯខ្ញុំនឹងឯងតែហើយអ្នកខ្ញុំក៏ដល់ទៅទិញគាត់ព្រោះតែរបស់គេគាត់មិនធ្វើភ្លេងក្រោយឥឡូវម្ចាស់គាត់កំពុងតែបេះឲ្យបេះកណ្ដាលភ្លេងហ្មងហើយគាត់អត់ឲ្យអ្នកខ្ញុំចុះទេគាត់ថាទឹកលិចហើយខ្លាចជ្រុះទឹកគាត់ដំណើរឲ្យតែលិចទឹកគឺគេឲ្យចូលផ្លេផ្ដាស់ទេអញ្ចឹងហើយទៅឈរចាំគាត់នៅខាងលើហើយក្រូចឆ្មាដែលយើងយកមកធ្វើស្ករបករូបហ្នឹងជាក្រូចឆ្មាស្រុក100%តែម្ដងហើយក្រូចឆ្មាហ្នឹងគាត់តាមផ្ទះទេគាត់វាប្រើជីប្រើអីទេថាធម្មជាតិហ្មងនៅពេលដែលយកមកដល់ហើយគឺយើងខ្ញុំត្រូវធ្វើការលាងសម្អាតឲ្យបានស្អាតតមកបានយើងយកទៅចាត់ជាចំណិតដើម្បីយើងងាយស្រួលទៅក្នុងការច្បាច់យកទឹករបស់វានិយាយពីថាទឹកម្ល៉េះទឹកក្រូចឆ្មានេះគឺថាច្បាច់មកទឹកឆ្មាហ្មងបើនិយាយពីក្លិនវិញនឹងឈ្ងុយគ្រប់ត្បូងតែយើងច្បាច់គឺយើងត្រូវតែត្រង់យកគ្រាប់ឲ្យវាចេញហើយនៅក្នុងការធ្វើគឺយើងធ្វើបានតែ4ឬមកក៏5ខ្លងទេតែយើងធ្វើការកោម្ដងអញ្ចឹងហើយយើងកោច្រើនខូចតិចហ្មងហើយគឺយើងកោបានតិចទេតោះយើងច្បាច់រួចហើយចាប់ផ្ដើមវល់ទឹកវល់ស្ករសហើយនៅវល់ទឹកក្រូចឆ្មាដែលយើងច្បាច់រួចហើយនឹងឲ្យត្រូវទៅតាមបរិមាណនៃរូបមន្តទឹកស្ករត្រជាក់របស់យើងហើយសម្រាប់រូបមន្តទឹកស្ករត្រជាក់របស់យើងគឺយើងធ្វើការវល់យើងដាក់ទឹកស្អាតមួយវែកយើងក៏ដាក់ទឹកក្រូចឆ្មាមួយវែកដូចគ្នាស្ករសគឺយើងត្រូវដាក់4វែកចាឥឡូវគេថាផ្សំគ្រឿងចូលឆ្នាំងហើយក៏លើកដាក់លើចង្ក្រានដើម្បីកូរនេះខ្ញុំថតវីដេអូទៅដល់អ្នកនរគ្នាហើយដែលខ្ញុំធ្វើការចាក់ស្ករចាក់ទឹកហើយទឹកក្រូចឆ្មារបស់យើងចូលក្នុងឆ្នាំងនេះខ្ញុំថតតែចាក់ទឹកស្អាតចូលអត់តែក៏អត់អីកូរហើយឆែកមកវីដេអូម្ដងទៀតអត់បានថតកន្លែងហ្នឹងនេះគឺយើងទៅដាក់ដំបូងគឺវាអត់ទៅរលាយស្ករទេហើយដូចខ្ញុំក៏អង្គុយកូរថាតែធ្វើស្ករនោះគឺយើងត្រូវតែអាសាកូរតិចព្រោះយើងមានអាសាកូរទេវានឹងខ្លោចហើយឬមកកន្លងពណ៌ខ្មៅអីចឹងទៅចឹងហើយយើងអាចកូរច្រើនបានទេគឺយើងកូរតែតិចល្មមបានតែយើងកូរច្រើនព្រោះឲ្យស្កររបស់យើងពណ៌ស្អាតទេឡើងខ្លោចឬមកក៏ឆ្កៀមពណ៌ខ្មៅអីចឹងគឺយើងកូរបានតិចទេហើយឥឡូវនេះគឺរៀបរយហើយវីដេអូនឹងក្នុងអាចតែខ្ញុំកាត់ហើយនឹងលឿនតែរយៈពេលដែលខ្ញុំធ្វើយូរណាស់អ្នកនរគ្នា74ម៉ោងហើយបានស្ករឆ្នាំហ្នឹងដល់នេះខ្ញុំចាប់ដល់ចាក់ចូលខ្លងថាពណ៌គេឡើងស្អាតហ្មងគឺយើងត្រូវទៀតទេនៅក្នុងការកូរយើងតែមិនកូរគឺយើងកូរអត់បានស្អាតទេពណ៌តែអាចថាស្ករអាចនឹងរឹងពេកឬមកក៏ជ្រាយពេកតែបន្ទាប់ពីដាក់ខ្លងហើយគឺដល់វគ្គក្មួយរបស់នេះខ្ញុំទៅតាមគ្នាហូបហ្មងតែខ្ញុំធ្វើម្ដងពួកគាត់តែទៅតាមគ្នាហូបបញ្ញាយហ្មងក្នុងវីដេអូហ្នឹងមានយំមានអីទៅតាមគ្នាតែឆ្នាំងមានតែមួយវិញមានតែមួយគ្នាមាន3ទៀតចឹងហើយចែកគ្នាដាច់ទៅតាមគ្នាហ្មងមានគាត់ប្រើដោយស្រុកចិត្តមិនភ័យមិនព្រួយទេស្កររបស់យើងគឺជាប្រភេទស្ករធម្មជាតិ 100% ហ្មងហើយបើនេះខ្ញុំតែធ្វើវីដេអូបង្ហាញសកម្មភាពជាក់ស្ដែងក្នុងការធ្វើស្កររបស់យើងក៏នេះគឺខ្ញុំធ្វើថ្មីរហូតការរក្សាទុកយើងអាចរក្សាទុកបានយូររយៈពេល1ឆ្នាំហើយក៏វាអត់ខូចគុណភាពដែរក្នុងការកូរវាកូរដាច់ទឹកល្អកុំអ្នកទាំងអស់គ្នាយកទុកហើយទៅចូលទឹកចូលអីអត់ដឹងយើងគាត់បានយូរទេបើអ្នកទាំងអស់គ្នាយកពីនេះខ្ញុំទៅហើយមកទឹកបានល្អមានចូលទឹកចូលអីគឺយើងអាចទុកបានពេល1ឆ្នាំជួយដល់លឹងទៅទេដោយបញ្ហាខូចគុណភាពទេហើយសូមប្រើដល់ទឹកចិត្តរបស់ជាមួយនឹងឈុតស្ករតិចបករូបធំជារបស់នេះខ្ញុំនេះហើយគ្រឿងផ្សំគឺសត្វតែជារបស់ធំជាទាំងអស់គាត់និយាយពីក្រូចឆ្មាវិញនេះខ្ញុំទៅយកក្រូចធំជាផ្ទះអ្នកភូមិមកហ្មង